ក្រោយអំពីឆ្នាំ1979ប្រទេសជាតិរបស់យើងត្រូវបានឆ្លងផុតពីរបបខ្មែរក្រហមដែលដឹកនាំដោយប៉ុល ពត សឡុត សម្យ៉ាងវិញទៀតបើទោះបីជាកងទ័ពប្រទេសជាតិរបស់យើងត្រូវបានវាយឈ្នះលើរបបខ្មែរក្រហមស្ទើរតែ 100% ទាំងស្រុងក៏ពិតមែនក៏ប៉ុន្តែនៅតំបន់ខ្លះក៏នៅមានសេសសល់កងទ័ពខ្មែរក្រហមខ្លះៗផងដែរដែលត្រូវរត់គេចទៅបំពួនខ្លួននៅតាមជាយព្រំដែននៃប្រទេសជិតខាងយើងជាពិសេសនៅជាយដែនប្រទេសថៃលុះចូលមកដល់ឆ្នាំក្រោយបន្ទាប់ខណៈនៅពេលដែលភ្លើងសង្គ្រាមត្រូវបានរលត់ទាំងស្រុងបន្ទាប់ពីក្រោយឆ្នាំ1993ឃើញថាជីវភាពនៃប្រជាជនរបស់យើងក៏មានមុខរបររកស៊ីទទួលទានបានសមរម្យទាំងនៅទីក្រុងនិងទីជនបទស្រុកស្រែចង្កាត់មាត់ញោកស្នូសូសំនៀងចម្រៀងដែលនិយាយរៀបរាប់ថ្លាថ្លែងអំពីប្រវត្តិតស៊ូនៃកងទាហាននៅតាមជាយដែនប្រទេសលើសូល្វើយចេញអំពីទូរស័ព្ទ Android របស់លោកពូរបស់ខ្ញុំបន្ទាប់ពីមកដល់ត្រង់ចំណុចនេះខ្ញុំសូមលើកយករឿងមួយដ៏គួរឲ្យព្រឺព្រួយដែលបានមកពីលោកពូផលជាការពិតណាស់បងប្អូនដែលជាមិត្តអ្នកស្ដាប់ឬកល្យានមិត្តរបស់ Red Novel និទានរឿងអាចនឹងដឹងអំពីប្រវត្តិខ្លះនិងគួរឲ្យព្រឺព្រួយរន្ធត់តក់ស្លុតរបស់លោកពូផលដែលទៅហើយកាលពីរឿងមុនមកនោះប៉ុន្តែនិយាយដោយឡែកនៅក្នុងរឿងមួយនេះដែរខ្ញុំសូមលើកយករឿងពិតជាក់ស្ដែងដ៏ព្រឺឆ្អឹងខ្នងរបស់គាត់កាលពីជំនាន់គាត់នៅជាកំឡោះជំទង់នៅឡើយរឿងដូចមានដំណាលថាព្រឹកប្រហៀមថ្ងៃរះស្រាងពីទិសខាងកើតបញ្ចេញពន្លឺរស្មីភ្លឺដូចមាសប៉ុន្តែក៏មើលពុំសូវជាច្បាស់ក៏ព្រោះដោយសារតែមានផ្សែងអាប់ពណ៌សប្រៀបដូចជាចោះអាប់គប់ផ្សំនឹងធាតុអាកាសចោះត្រជាក់នាពេលព្រលឹមព្រឹកអញ្ចឹងទៀតលេងឯនឹងរងាញញែកនោះពូផលបានក្រោកពីដំណេកយ៉ាងរុះរាន់ដូចរាល់ដងព្រោះត្បិតគាត់ពុំមានទម្លាប់ដេកស្ពឹកចំទឹកឲ្យថ្ងៃរះចាំងគូតនោះទេហើយណាមួយវិញទៀតគាត់ក៏ជាក្មេងឧស្សាហ៍ព្យាយាមនឹងការងារប្រចាំថ្ងៃរបស់គាត់ខ្លាំងណាស់ដែរលុះក្រោយពីដួសទឹកពីក្នុងពាងមកលុបលាងមុខមាត់និងដោះធ្មេញរួចរាល់ពូផលក៏បានចូលទៅយកកងខ្មែរដ៏កញ្ចាស់របស់គាត់ដែលមានចងជាលសម្រាប់ដាក់ត្រីនៅកន្ទុយចង្អើរពីក្រោយជីសំដៅទៅបឹងធំដែលជាកន្លែងរកត្រីរបស់គាត់និយាយអំពីបឹងធំពេលបច្ចុប្បន្នគឺជាកន្លែងលំហែកាយលំហែខួរក្បាលមួយកន្លែងដោយមានទៅដោយទឹកបឹងដែលមានសន្តានស្រដៀងទៅនឹងផ្ទៃទន្លេមើលទៅសឹងតែដាច់កន្ទុយភ្នែកមានដើមឈើខ្ពស់ដូចជាដើមត្រសេកជាដើមមួយវិញទៀតបឹងធំនេះទៀតសោតគឺស្ថិតនៅក្នុងភូមិបឹងធំឃុំមានស្រុកព្រៃឈរនៃខេត្តកំពង់ចាមរបស់យើងនេះឯងឥឡូវយើងងាកក្រឡេកមកកាន់សកម្មភាពរបស់លោកពូផលនៅខណៈនេះវិញម្ដងលុះនៅពេលដែលគាត់បានមកពីដោះត្រីពីបឹងវិញគាត់ក៏បានដឹកត្រីជិះដោយកងកញ្ចាស់វិលត្រឡប់មកផ្ទះរបស់គាត់វិញនៅក្នុងជាលដាក់ត្រីមានតែដោយត្រីក្រាញ់ត្រីឆ្លូញត្រីអណ្ដែងត្រីផ្ទក់និងជាពិសេសជាងនេះទៅទៀតនោះគឺត្រីសម្រាប់បុកភ្លាអាចនិយាយបានថាវាពិតជាពិសេសវិសាលបំផុតពេលនឹកដល់ផ្លែអំពិលខ្ចីជាមួយនឹងអន្លក់បែបស្រុកស្រែដែលដាំដោយផ្ទាល់ដៃមិនប្រើថ្នាំគីមីក្រោយអំពីឪពុកម្ដាយរបស់គាត់បានចាត់ចែងត្រីសាច់រួចរាល់បន្ទាប់មកអ្នកម្ដាយរបស់លោកពូផលក៏បានយកស្លឹកឈូកមួយសន្លឹកធំឡើងកប៉ាឡាតដើម្បីយកមកវិចខ្ចប់ត្រីបន្តិចបន្តួចដើម្បីយកទៅផ្ញើប្អូនស្រីរបស់គាត់ឈ្មោះថៃយាយសយលោកពូផលបើកាលណាអ្នកម្ដាយរបស់គាត់ប្រាយ៉ាងដូចនេះគាត់ក៏ពុំបានបដិសេធជំទាស់ជាមួយនឹងអ្នកមានគុណរបស់គាត់អ្វីដែររំពេចនោះផងដែរម្ដាយរបស់គាត់ក៏បានបង្គាប់ប្រាប់មកកាន់គាត់ថា
អ្នកអផលបើជ្រុលជាយកត្រីទៅឲ្យមីងរបស់ឯងទៅហើយកូនឯងកុំភ្លេចទៅបេះអំពិលខ្ចីនៅម្ដុំទួលខាងក្រោយផ្ទះរបស់មីងឯងផងណាលើទេអផលខណៈនោះពុផលក៏បានឆ្លើយថាយល់ព្រមប៉ុន្មាននាទីក្រោយមកពុផលក៏បានមកដល់ផ្ទះមីងសយជាមួយគ្នារបស់គាត់ដែរជាមួយគ្នានោះដែរមីងសយមានអារម្មណ៍ត្រេកអរខ្លាំងណាស់ព្រោះតែបានឃើញលោកពូផលយកត្រីមកឲ្យគាត់យ៉ាងដូចនេះពូផលបានពំនាំពាក្យសម្ដីអំពីម្ដាយរបស់គាត់មកកាន់មីងសយបន្តិចបន្តួចផងដែររួចអ្នកមីងសយក៏បានថ្លែងអំណរគុណមកកាន់អ្នកម្ដាយរបស់គាត់វិញផងដែរបន្ទាប់ពីនិយាយអំពីនេះអំពីនោះបានបន្តិចលោកពូផលក៏បានសុំមីងរបស់គាត់ដើម្បីទៅបេះផ្លែអំពិលដែលខាងទឹកក្រោយផ្ទះទីទួលឆ្ងាយពីផ្ទះរបស់គាត់ប្រមាណជាកន្លះគីឡូដីលើបែបនេះភ្លាមមីងសយក៏បាននិយាយទៅកាន់ពូផលដែលកំពុងដើរសម្ដៅទៅទីនោះថាផលបេះឲ្យច្រើនមកក្មួយមីងសុំបន្តិចដែរយកមកបុកត្រីក្រោយអំពីគាត់និយាយប្រាប់រួចគាត់ក៏បានបន្ថែមពាក្យពេចន៍ពី3ម៉ាត់ទៀតដោយឲ្យពូផលទៅបេះផ្លែអំពិលដែលនៅវាលជៀសវាងចូលទៅក្នុងកន្លែងជ្រៅបណ្ដាលឲ្យពិបាកនិងស្ងាត់គ្មានមនុស្សដើរចេញចូលតាមពិតទៅដីនៅទីម្ដុំទួលនោះមើលទៅហាក់មានសភាពស្ងប់ស្ងាត់ជ្រងំគួរឲ្យខ្លាចដោយហេតុថានៅទួលព្រៃនោះពោពេញទៅដោយដើមឈើខ្ពស់ទាបព្រៃកន្ទ្រៀងខេត្តព្រៃសង្កែដើមពុទ្រានិងជាពិសេសគឺដើមអំពិលបើមើលពីខាងក្រោមទៅលើឃើញថាខ្ពស់និងបែកមេឃសាខាសងខាងសឹងតែដល់គល់ទៅហើយជាមួយគ្នានោះដែរនៅបរិវេណខាងក្រោមមានសភាពដីក្រឡុកធំប្រៀបដូចជាក្រឡេកក្រហងរណ្ដៅបេក្របបែកអមលាយឡំជាមួយនឹងស្លឹកឈើក្រៀមនៃដើមឆាត់មើលទៅមុខបន្តិចតាមចន្លោះដើមឈើនីមួយឃើញមានសភាពងងឹតស្ទង់គួរឲ្យខ្លាចលោកមួយស្របក់ក្រោយមកពូផលក៏បានមកដល់ទីទួលដែលមានដើមអំពិលច្រើននៅទីនេះគ្រាន់តែគាត់បានមកដល់ពូផលក៏សម្លឹងងើយរកមើលតាមចុងមែកដើមអំពិលក្រែងលោប្រទះឃើញមានដើមអំពិលណាមួយដើមណាដែលមានផ្លែច្រើននិងទាបស្រួលឡើងទៅបេះក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏គ្មានឃើញដើមអំពិលណាមានផ្លែផលតែសោះឬមួយមកពីវាមិនទាន់គ្រប់អាយុនឹងផ្លែខណៈពេលដែលពូផលកំពុងងើយសម្លឹងរកមើលនាតាមចុងមែកអំពិលក៏ស្រាប់តែសំឡេងលាន់ឮព្រឹបចេញពីត្រង់ម្ដុំណាមួយក៏បានបន្លឺឡើងទន្ទឹមនឹងពេលនោះដែរពូផលក៏ងាករាចុះឡើងដើម្បីស្វែងរកមើលប្រភពនៃសំឡេងក៏ប៉ុន្តែបែរជាមិនមានឃើញអ្វីសោះខណៈនោះដែរភ្នែករបស់គាត់ក៏ប្រទះឃើញនៅដើមអំពិលធំមួយដែលមើលទៅសុទ្ធតែផ្លែស្កេកស្កាស់លោកឃើញថានៅលើដើមនោះហាក់ដូចជាកំពុងមានមនុស្សឡើងទៅបេះផ្លែរបស់វាពូផលឯនេះមានអារម្មណ៍ត្រេកអរជាខ្លាំងព្រោះគាត់គិតថានឹងបានទៅសុំផ្លែអំពិលខ្លះអំពីអ្នកដែលកំពុងឡើងបេះនៅលើជុកអំពិលនោះបន្ទាប់ពីគាត់បានទៅដល់ខាងក្រោមដើមអំពិលភ្លាមក៏ស្រាប់តែមានស្រមោលខ្មៅស្ទង់ស្លៀកពាក់ឈុតខ្មៅនិងលើក្បាលមានរំក្រមានិងបានកំពុងឈរបែកក្នុងចាប់តោងមែកអំពិលអង្រួនដើម្បីឲ្យជ្រុះផ្លែមកខាងក្រោមខណៈនោះដែរដោយឃើញថាផ្លែអំពិលចាស់ទុំខ្ចីជ្រុះពាសពេញដីគាត់ក៏ញញឹមប្រកបដោយទឹកមុខត្រេកអរហើយក៏បានស្រែកប្រាប់ទៅអ្នកដែលកំពុងនៅលើដើមអំពិលនោះថាបងអើយប្អូនសុំអំពិលមួយសម្លផងបងស្របពេលនោះអ្នកដែលកំពុងនៅខាងលើដើមអំពិលនោះក៏មិនបានឆ្លើយតបមកកាន់គាត់វិញឡើយគ្រានោះពូផលគាត់មិនបានទៅចាប់អារម្មណ៍ជាមួយនឹងការឆ្លើយពីសំណាក់អ្នកកំពុងនៅខាងលើនោះទេដោយគាត់គិតតែពីខ្វាករើសផ្លែអំពិលដែលកំពុងជ្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់តែប៉ុណ្ណោះគាត់រើសផ្លែអំពិលញាត់ចូលថ្នាក់ក្រមាញាប់ដៃដោយក្តីត្រេកអរបន្តិចក្រោយមកក៏ស្រាប់តែសំឡេងនៃការអង្រួនដើមអំពិលក៏ស្ងាត់លេងលឺជាហេតុបណ្ដាលឲ្យពូផលកាត់ក្តីនៅឆ្ងល់ជាពន់ពេករួចក៏ងាកទៅមើលនៅខាងលើដើមអំពិល
ក្រោយអំពីគាត់បានងើយមើលទៅខាងលើដាប់អំពិលក៏ស្រាប់តែបែរជាមិនឃើញមានអាណានៅលើដើមអំពិលនោះទេបន្ទាប់មកគាត់ក៏មានអារម្មណ៍ព្រឺសម្បុរបះរោមច្រាងលើក្បាលព្រឺព្រួយប៉ុនចង្អេខណៈគាត់ក៏ងើបក្រោកឈរសម្លឹងរកមើលជុំវិញខ្លួនរបស់គាត់ដោយក្តីតក់ក្រហល់រន្ធត់ឥតឧបមាតែក៏នៅតែមិនឃើញក្រោយមកទៀតពុផលក៏មិនអស់ចិត្តនឹងថែមទាំងលោកថ្នាក់ក្រមារបស់គាត់ដើម្បីយកក្តាប់អំពិលមកខំទំពាដើម្បីបន្លប់ភាពភ័យខ្លាចក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺផ្លែអំពិលដែលគាត់បានរើសចូលថ្នាក់ក្រមាអំពីអំបញ្ញមិញក៏ប្រែទៅជាស្លឹកឈើទាំងអស់រំពេចនោះគាត់លេបទឹកមាត់ក្អឹកដោយការភ្ញាក់ផ្អើលនិងបានគិតភ្លាមថានេះមិនមែនជាការចៃដន្យអ្វីនោះឡើយតែគាត់ក៏បានដឹងច្បាស់ថាគឺខ្មោចបានកំពុងលងគាត់ហើយពេលនេះលុះនៅពេលដែលគាត់បានសម្លឹងទៅមើលលើដីនោះម្ដងទៀតក៏បានឃើញច្បាស់ផ្ទាល់នឹងចក្ខុរបស់គាត់តែម្ដងគឺបរោះមុខមាត់អាក្រក់ភ្នែកក្រហមលានអណ្ដាតវែងដល់ដីបានកំពុងមើលសម្លឹងមកកាន់គាត់ដោយកោតខ្លាចជាមួយនឹងខ្មោចព្រាយខ្មែរក្រហមឧផលក៏រត់យកទៅប្រាក់អាយុដោយពុំមានក្រានឡើយហើយចាប់ពីពេលនោះតមកឲ្យតែម្ដាយគាត់ប្រាឲ្យទៅបេះអំពិលនៅដីទួលនោះគាត់តែងតែបដិសេធនឹងមិនទៅទីកន្លែងនោះជាដាច់ខាតហើយបច្ចុប្បន្ននៅទីកន្លែងនោះក៏បានคล้ายទៅជាដីស្រែចម្ការរបស់អ្នកភូមិអស់ទៅហើយរួចរឿងដែលតាក់ទងទៅនឹងខ្មោចលងក៏ត្រូវសាបរលាបផូតពូជអស់